Cho nên là nhung ví dụ tí tại toàn là Fibonacci sequence chẳng Fibonacci sequence ហ្នឹងគឺជា sequence មួយដែលគេយកតួបូកគ្នាឧទាហរណ៍ថាតួទី1ស្មើ1តួទី2ស្មើ1ដល់ពេលតួទី3យើងយកទី1បូកទី2អញ្ចឹងខ្ញុំបាន2ដល់ពេលតួទី4ខ្ញុំយកតួទី1បូកតួទី2វិញអញ្ចឹង1បូក2ខ្ញុំបាន3ហើយក្រោយមកតួទី5ខ្ញុំធ្វើដូចគ្នារហូតអញ្ចឹង2បូក3ខ្ញុំបាន5ហើយបូក3បូក5បាន8ហើយ5បូក8បាន13អីចុចតរហូតមកអញ្ចឹងតើការសរសេរកូដយើងគួរសរសេរមិនតាក់ទងនឹង Switch Fibonacci អូខេអញ្ចឹងលេខខ្ញុំសេថា Fibonacci មាន1 1 2បានទៀត3 5 5បូក3 8 8បូក5 13ហើយហោះហែចឹងមកអញ្ចឹងនៅក្នុង Switch នេះយើងត្រូវប្រើ for loop តោះណាអញ្ចឹងខ្ញុំអាចដាក់ថាខ្ញុំអាចដាក់ថាណាំ1ស្មើ1ហើយឧទាហរណ៍ថាខ្ញុំចង់ធ្វើ100អញ្ចឹងខ្ញុំអាចថា for ខ្ញុំដាក់ i ចុះ i in range ពី1ដល់ថាខ្ញុំចង់ធ្វើតែ50សិនក៏បានដែរហើយទៅអូខេអញ្ចឹងតួទី1ស្មើ1ហើយហើយតួទី2ស្មើ1ដែរអញ្ចឹងខ្ញុំគួរមានណាំ1ហើយនិងណាំ2ព្រោះហ្នឹងវា define ពីដើមមកហើយក្រោយមក speed Fibonacci គឺជា speed មួយដែលយកវាបូកគ្នាត្រូវមានទី1បូកទី2អញ្ចឹងខ្ញុំអាចសរសេរថាresolve ឬក៏ store ចុះឲ្យស្រួលអញ្ចឹង store ហ្នឹងថាតម្លៃយើង store គឺស្មើឲ្យតួទី1បូកឲ្យតួទី2អត់ចឹងដល់ពេលយើងអត់តួទី3គឺយើងបាន1 1បូក1បានមិន1បូក1បាន2អញ្ចឹងតួទី3បាន2ត្រូវហើយអូខេអញ្ចឹងនៅពេលដែលដំបូងឡើយយើងមិនដាក់ថាណាមួយស្មើគេណាមួយមិនស្មើ1តើអត់តួទី1នេះហើយណា2ស្មើ1ដែរក្រោយមកយើងបាន result ហ្នឹងមិនបាន store ហ្នឹងstore ហ្នឹងស្មើឲ្យណាមួយបូកណា2តើអត់so ខ្ញុំសេណាមួយបូកណា2បានស្មើ2អញ្ចឹងក្រោយមកយើងចង់រកតួទី4តើអត់អញ្ចឹងត្រូវ update តម្លៃអីអញ្ចឹង update អីគេ update ទី2នេះទៅជាណាំទីម៉ានវិញអាច update វាទៅជាណាំទី2វិញមកអានេះខ្ញុំត្រូវ update វាទៅជាណាំទី1អត់តែពីដើមឡើយវាជាណាំទីម៉ានណាំទី2ទៅអានេះណាំ1អានេះណាំ2ជំរាបថានេះខ្ញុំត្រូវ assign ណាំទី1ឲ្យស្មើណាំទី2អញ្ចឹងកន្លែងនេះខ្ញុំអាចសរសេរថាណាំទីណាំទី1ហ្នឹងត្រូវដូរឲ្យស្មើឲ្យណាំទី2ត្រូវទេហើយចុះ store ហ្នឹងត្រូវខ្លាចជាណាំទីម៉ានវិញត្រូវខ្លាចជាណាំទី2វិញអត់ទេtrouble subtrol ណាំទី2ស្មើ store សំទោសណាំទី2ស្មើឲ្យ store ហើយក្រោយមកយើង print store អូខេឥឡូវខ្ញុំសាកតេស្ត10សិនមើលកូដខ្ញុំដាក់អត់អូខេអញ្ចឹងខ្ញុំឃើញថាកូដរបស់ខ្ញុំបាន2 3 5 8 13ត្រូវហើយប៉ុន្តែខ្ញុំបាត់តួទី1និងតួទីម៉ានតួទី1និងតួទី2ត្រូវហើយចានេះអាច time condition ទី1មកមកថា if ដាក់ថាបើសិនជា i របស់ខ្ញុំធំជាងឬស្មើ2ខ្ញុំឲ្យវាធ្វើចេះ1 2អូខេធំជាងឬឲ្យថាធំជាង2ហ្មងចុះឲ្យវាធំជាង2មានថាវាចាប់ដើមពី3អញ្ចឹងខ្ញុំឲ្យវាធ្វើចេះអញ្ចឹងទៅវានឹង print ហើយក្រោយមកកន្លែងនេះខ្ញុំអាចដាក់ else បានតែខ្ញុំដាក់ print ចេះក៏បានអញ្ចឹងឥឡូវខ្ញុំសាកមើលម្ដងទៀត
store អូដោយសារ store អត់មានពីដើមអញ្ចឹងខ្ញុំអាចឡើងតម្លៃ store មួយមកស្មើ0អត់ទេអត់ត្រូវទេ store ស្មើ 0 មិនត្រូវអា store ដាក់ថា store ស្មើ1មកចឹងអូខេអូខេអញ្ចឹងឃើញ Fibonacci ខ្ញុំត្រូវហើយនេះតោះនេះចឹងនេះអានេះគាត់ថា style ខ្ញុំសរសេរអ្នកនរគ្នាអាចសរសេរ style ផ្សេងពីខ្ញុំក៏បានដែរចឹងនេះខ្ញុំដាក់print ដាក់ end bit មកអានេះខ្ញុំដាក់ថាដក clear ចេះចឹងទៅពេលខ្ញុំ print មកវានឹងដក clear ស្អាតឃើញទេ1 1 2 3 5 8 21 3 + 13 21